សួស្តីអ្នកទាំងអស់គ្នាវិលមកជួបគ្នាវិញហើយពេលនេះក្រុមរបស់ពួកយើងបានធ្វើដំណើរមកដល់ទីក្រុងគុនមីងហើយតែមើលចុះគ្រាន់តែចូលដល់ភ្លាមស្ថានភាពទីក្រុងនេះពិតជាយ៉ាប់យ៉ឺនមែនទែនមនុស្សម្នាដេកតាមដងផ្លូវពេញនឹងពួកយើងក៏សម្រេចចិត្តដើរចូលទៅស៊ើបមើលស្ថានភាពជាក់ស្ដែងបន្តទៀតសមាជិកម្នាក់ក្នុងក្រុមបានពោលឡើងទាំងក្តីបារម្ភថាមើលទៅស្ថានភាពយ៉ាប់មែនទែនហាក់ដូចជាកំពុងមានជំងឺរាតត្បាតអញ្ចឹងសម្លឹងមើលទៅទិដ្ឋភាពទីក្រុងទាំងមូលវាហាក់ដូចជាទីក្រុងស្លាប់អញ្ចឹងពួកយើងគិតថាប្រហែលមកពីការជួញដូរតែត្រូវបានផ្អាកបូករួមជាមួយគ្រោះរាំងស្ងួតយូរថ្ងៃទើបទីក្រុងធ្លាក់ខ្លួនដល់ថ្នាក់នេះដោយសារស្ថានភាពបែបនេះពួកយើងក៏សម្រេចចិត្តបំបែកក្រុមគ្នាដើម្បីដើររកព័ត៌មានអំពីដើមស្មៅអធិរាជមុននឹងបែកគ្នាសិស្សច្បងពេកឈុនក៏មិនភ្លេចផ្ដាំផ្ញើទៅអ៊ីសលឲ្យតាមមើលឈុងមយងឲ្យជាប់កុំឲ្យបង្កបញ្ហាអ៊ីសលក៏ងក់ក្បាលយល់ព្រមតាមការស្នើសុំជុងមយងឮគេថាឲ្យអញ្ចឹងក៏ធ្វើមុខមិនសូវពេញចិត្តប្រមាណទេកាត់មកមើលទិដ្ឋភាពក្នុងហាងតែមួយខណៈពេលដែលអ្នកផ្សេងកំពុងហាលថ្ងៃក្តៅដើររកព័ត៌មានអាល្អិតឈុងមយងបែរជាមកអង្គុយក្នុងហាងតែធ្វើប្រងើយទៅវិញអ៊ីសលដែលមានភារកិច្ចតាមមើលគាត់ក៏សម្លឹងមុខគាត់យ៉ាងមុតស្រួចនាងសម្លឹងមើលមិនដាក់ភ្នែករហូតដល់ឈុងមយងទ្រាំលែងបានស្ទុះក្រោកឈរភ្លាមហើយស្រែកថាបានខ្ញុំទៅដើរស៊ើបអង្កេតឥឡូវហើយតែគាត់មិនបានទៅណាទេគាត់ហៅថៅកែហាងមកវិញហើយថែមទាំងកំងតែថ្លៃនិងម្ហូបជាច្រើនមុខទៀតផងថៅកែហាងភ័យអពេលឮថាកំងសុទ្ធតែរបស់ថ្លៃមុខរបស់ថៅកែហាងពេលនេះគឺញញឹមបិទមាត់មិនចិត្តតែម្ដងឈុងមយងក៏សួរថៅកែហាងពីដើមស្មៅអធិរាជតែថៅកែហាងបានប្រាប់ថាគាត់មិនដែលឮឈ្មោះនឹងពីមុនមកទេប៉ុន្តែថៅកែហាងធានាថានឹងហៅគ្រូពេទ្យថ្នាំចិនម្នាក់មកឲ្យសួរពុតមានផ្ទាល់តែម្ដងឈុងមយងឮអញ្ចឹងក៏ធ្វើមុខឌឺដាក់អ៊ីសលថៅកែហាងសើចយ៉ាងសប្បាយចិត្តរួចក៏លើកំហូបនិងតែយ៉ាងច្រើនមកដាក់ពេញតុងាកមកមើលពីខាងក្រៅវិញអ៊ីសលទើបតែនឹកឃើញថាការចាយលុយទិញព័ត៌មានពីអ្នកស្រុកផ្ទាល់គឺជាវិធីដែលឆ្លាតវៃបំផុតនាងក៏លើកពែងតែផឹកយ៉ាងរំភើយកាត់ទិដ្ឋភាពមកខាងក្រៅវិញម្ដងយុនជុងនិងជោគលកំពុងដើរជោគលត្អូញត្អែថាការដើរសួរផ្ដេសផ្ដាសនេះពិតជាមិនបានការសោះពួកគាត់សម្លឹងមើលប្រជាជនតាមផ្លូវគ្រប់យ៉ាងមានតែភាពក្រៀមក្រំនិងអត់ឃ្លានសូម្បីតែអ្នកសុំទានក៏ដួលសន្លប់បាត់ស្មារតីឃើញហើយពិតជាគួរឲ្យសង្វេគមែនទែនស្រាប់តែពេលដើរទៅមុខបន្តយុនជុងក៏ឮសំឡេងមនុស្សអ៊ូអរគាត់ងាកទៅមើលឃើញក្មេងៗជាច្រើនកំពុងដណ្ដើមអាហារគ្នាតែអ្នកណាគេនោះគឺឈុងមយងសោះកំពុងឈរចែកអាហារឲ្យក្មេងៗទាំងនោះយុនជុងនិងជោគលក៏ស្ទុះទៅជួយរៀបចំសណ្ដាប់ធ្នាប់ព្រោះខ្លាចក្មេងៗរុញគ្នាប៉ុន្តែរឿងហេតុមិននឹកស្មានក៏កើតឡើងមានបុរសម្នាក់បានចាប់ក្មេងប្រុសម្នាក់ក្រវីក្រវ៉ាត់រួចវាគេដួលទៅលើដីដោយចោទថាលួចនំប៉ាវយុនជុងឃើញអញ្ចឹងក៏ខឹងសម្បាយ៉ាងខ្លាំងហើយស្ទុះទៅចាប់ដៃបុរសនោះជាប់គាត់ងាកមកសម្លឹងមុខបុរសនោះយ៉ាងកាចបុរសនោះភ័យខ្លាចក៏ដកដៃចេញវិញយុនជុងក៏ងាកមកមើលក្មេងប្រុសដែលកំពុងអង្គុយញ័រនៅក្នុងដៃគេមានកាន់នំប៉ាវ3ខ្ទេចដែលត្រូវគេវាយជ្រក់អំបាញ់មិញយុនជុងចូលទៅលុតជង្គង់ចិត្តក្មេងនោះហើយញញឹមប្រាប់ថាកុំខ្លាចអីបងទិញថ្មីឲ្យជោគលឈរមើលពីក្រោយជោគលធ្វើមុខឆ្ងល់ពេលយុនជុងហៅគាត់យុនជុងប្រាប់ក្មេងនោះឲ្យរងចាំរួចក៏លូកដៃសុំលុយពីជោគលដើម្បីយកលុយហៅប៉ៅមកទិញនំប៉ាវជោគលឡើងបើកភ្នែកធំគាត់ប្រកែកថាខ្លួនឯងអស់លុយហើយតែយុនជុងមិនខ្វល់គាត់កាយយកលុយពីជោគលរហូតដល់រលីងហៅប៉ៅជោគលស្រែកយំក្នុងចិត្តស្ដាយលុយដែលរក្សាទុកសម្រាប់ធ្វើដំណើរចុងក្រោយក៏ទិញអាហារឲ្យក្មេងៗញ៉ាំយ៉ាងឆ្ងាញ់មិនយូរប៉ុន្មានក្មេងៗអនាថាផ្សេងទៀតក៏ដើរមកសុំដែរយុនជុងប្រាប់ឲ្យពួកគេញ៉ាំតាមសម្រួលគាត់ញញឹមទាំងក្តីអាណិតគាត់បន្តចែកអាហារតែពេលងាកទៅមើលមុខក្មេងៗទាំងនោះទឹកមុខពួកគេនៅតែសោកសៅហាក់បីដូចជាធ្លាប់ឆ្លងកាត់រឿងលំបាកនេះច្រើនដងមកហើយឃើញកែវភ្នែកដ៏កំសត់ទាំងនេះយុនជុងឈរគិតសញ្ជឹងក្មេងៗអោនក្បាលអរគុណយុនជុងខំមាត់ទ្រាំលែងបានគាត់ងាកទៅរកជោគលម្ដងទៀតជោគលធ្វើមុខភ័យព្រោះប្រាប់ហើយថាអស់លុយរលីងពីខ្លួនហើយស្រាប់តែពេលនោះយុនជុងបានលូកដៃចូលក្នុងអាវដករបស់ម្យ៉ាងចេញមកអូហូវាគឺជាផ្លាកសញ្ញាមាសរបស់ប៉ាក់ភ្នំហួរគាត់ហុចវាទៅឲ្យគេលក់ដើម្បីទិញម្ហូបធ្វើឲ្យជោគលឃើញហើយស្រែកចចាបើកភ្នែកធំតែម្ដងពួកសិស្សខាត់បងយុនចុងមិនឲ្យយកដាវទៅលក់ដាវនឹងជារបស់សំខាន់ណាស់បើហ៊ានតែលក់ដឹងតែត្រូវមេនិកាយដាក់ទោសធ្ងន់មិនខានសិស្សម្នាក់កាន់ដាវដែលរុំចិត្តឈឹងមុខឡើងភ័យស្លេក
តែបងយន្តចុងយើងវិញងាកមកមើលលួចរួចឆ្លើយទាំងមុខស្ងួតគិតក្នុងចិត្តថាមេនិកាយគាត់មិនខឹងទេវើយមានតែគាត់ខឹងដែលយើងមិនព្រមលក់ដាវនឹងដើម្បីជួយក្មេងៗកំពុងដាច់ពោះគាត់ធ្វើមុខយ៉ាងមើងម៉ាត់ប្រកាសក្តែងថាអញជាអ្នកបួសមិនអាចទុកឲ្យក្មេងៗដាច់ពោះស្លាប់ដើម្បីតែរក្សាទុកអាដាវសម្រាប់កាប់ចាក់គេនឹងទេគាត់ស្រែកបញ្ជាឲ្យសិស្សប្អូនប្រញាប់យកដាវនឹងទៅលក់ភ្លាមតែម្ដងពេលហ្នឹងសិស្សច្បងពេកឈុនក៏ដើរចូលមកគាត់ខំនិយាយលួងលោមទូនមានយន្តចុងឲ្យគិតសិនកុំទាន់រឹងរូសពេកព្រោះបើបែកការទៅវាខូចការធំតែឃើញយន្តចុងរឹងក្បាលពេកឈុនក៏ដកដង្ហើមធំសម្រេចចិត្តបណ្ដោយតាមតែម្ដងទៅថែមទាំងប្រាប់ឲ្យប្រញាប់ធ្វើទៀតធ្វើឲ្យយន្តចុងយើងបើកភ្នែកធំភ្ញាក់ផ្អើលអត់នឹកស្មានដល់មិនត្រឹមតែយល់ព្រមទេពេកឈុនថែមទាំងលូកយកថង់លុយខ្លួនឯងមកចូលរួមទិញចំណីថែមទៀតគាត់និយាយពាក្យពេចន៍យ៉ាងមានអត្ថន័យលើកពីកិត្តិយសនិងមេត្តាធម៌របស់និកាយភ្នំហួរមកនិយាយធ្វើឲ្យគ្រប់គ្នារំភើបតែភាពរំភើបនៅបានបន្តិចសោះពេលយន្តចុងសួរថាបើអត់អីទេចុះចាំបាច់ប្រញាប់ម្លេះបងពេកឈុនស្រាប់តែបែកញើសប៉ុនក្របពោតហើយប្រាប់ទាំងភ័យស្លន់ស្លោថាត្រូវតែប្រញាប់វើយប្រញាប់មុនអាមេក្បាលខូចជង់មយងវាយកដឹងរឿងបើវាដឹងរឿងធំមិនខានអូខេឥឡូវចូលមកដល់ឈុតចែកអាហារវិញគ្រាន់តែដឹងថាមានគេចែកអំណោយភ្លាមក្មេងៗនាំគ្នារត់មកកុសកតែម្ដងម្នាក់អរញញឹមបិទមាត់មិនចិត្តទេតែបញ្ហាវាត្រង់ថាមនុស្សមកកាន់តែច្រើនឡើងច្រើនសឹងតែគ្រប់គ្រងលែងបានក្រុមសិស្សភ្នំហួរយើងចាប់ផ្ដើមបែកញើសប៉ុនគ្រាប់ពោតហើយព្រោះខ្លាចបែកការគេដឹងថាខ្លួនជានរណាស្រាប់តែពេលហ្នឹងហ្វូងមនុស្សក៏វែកផ្លូវចេញជាពីរបង្ហាញឲ្យឃើញបរិសសាច់ដុំ5នាក់ស្លៀកពាក់ស្បែកសត្វដើរចូលមកយ៉ាងសង្ហាពួកហ្នឹងគឺក្រុមវិមានសត្វនឹងឯងគ្រាន់តែមកដល់ភ្លាមពួកគេក៏សួរនាំដោយកំហឹងតែម្ដងពេកឈុនខំប្រឹងកុហកថាពួកយើងគ្រាន់តែជាក្រុមសមាគមពាណិជ្ជករសន្តិភាពទេបងអើយតែពួកវិមានសត្វធ្វើមុខមិនជឿទាល់តែសោះពួកគេគិតថាក្រុមនេះកំពុងកុហកគេជេរប្រតិចថាពួកតំបន់កណ្ដាលនឹងឯងដែលមកធ្វើឲ្យស្រុកគេវិនាសហើយឥឡូវមកធ្វើចិត្តបុណ្យចែកអាហារមើលងាយគេទៀតពេកឈុនខំសុំទោសយ៉ាងណាក៏គេមិនស្ដាប់ដែរស្ថានភាពកាន់តែតានតឹងឡើងតានតឹងហើយពួកវិមានសត្វរៀបនឹងវាយប្រហារទៅហើយសំណាងល្អមេក្រុមវិមានសត្វម្នាក់មានហេតុផលគាត់បញ្ឈប់កូនចៅកុំឲ្យវាយប្រហារដោយនិយាយថាទោះយ៉ាងណាពួកនឹងក៏កំពុងតែចែកអាហារឲ្យអ្នកក្រដែរកុំទាន់ធ្វើអីតែចែកដនអីក្នុងចំណោមកូនចៅនឹងមានម្នាក់ចិត្តក្តៅស្ទុះទៅវាយប្រហារភ្លាមពេកឈុនគ្មានជំរើសក៏ត្រូវបញ្ចេញក្បាច់គុណរងកំបិតនឹងជាប់ឃើញបែបនេះមេក្រុមគេក៏ដឹងភ្លាមថាអូអាពៅឯងមិនឈ្មួញទេតាចេះក្បាច់គុណសោះដឹងការអស់ហើយមានតែប្រយុទ្ធនឹងឯងសិស្សភ្នំហួរផ្សេងទៀតក៏ទាញដាវចេញមកត្រៀមវាយបកយន្តចុងមានអារម្មណ៍ខុសក៏សុំទោសពេកឈុនដែលខ្លួនបង្កបញ្ហាតែពេកឈុនឆ្លើយបែបកាប់ដាវថាហួសពេលហើយប្រយុទ្ធគ្នាតែម្ដងទៅឈុតនេះកំ pl ែងហ្មងយន្តចុងស្រែកយ៉ាងអង្អាចថាបដិញ្ញាប្រយុទ្ធតែពេលលូកចាប់អាវុធទើបនឹកឃើញថាអូយម៉ែអើយអញទើបឲ្យគេយកដាវទៅលក់មិញហ្នឹងតាគាត់ធ្វើមុខឡាំងឡង់រួចក៏ស្រែកឈរឡោឲ្យគេជួយរកដំបងឈើឲ្យមួយមកការប្រយុទ្ធក៏ចាប់ផ្ដើមក្រុមភ្នំហួរត្រូវគេឡោមព័ទ្ធជាប់ពួកគេត្រូវទប់ទល់ជាមួយសត្រូវដែលខ្លាំងពួកវាមានសត្វវាយសម្រុកមកមិនឲ្យដកដង្ហើមទាន់ទេពេកឈុនឃើញស្ថានភាពមិនស្រួលក៏ស្រែកបញ្ជាឲ្យគ្រប់គ្នាប្រមូលផ្ដុំកម្លាំងទម្លាយចេញតាមទិសខាងមុខខាងវិមានសត្វមិនឲ្យរួចខ្លួនងាយទេពួកគេសម្រុកវាយចូលមកយ៉ាងសាហាវកំពុងតែទាល់ច្រកស្រាប់តែមានសម្លេងលោតចុះមកពីក្រោយខ្នងសត្រូវបង្ហាញត្រឹមតែសក់បក់រវិចនឹងភ្នែកពាក់កណ្ដាលដកាយសាហាវនរណាគេនឹងគឺបងធំជុងមយងនឹងឯងជុងមយងសោយចំអកបញ្ចេញសម្លេងបែបឌឺដងសួរទៅកាន់ពួកវិមានសត្វថាអំបញ្ញមិញនរណាគេថាបង្កបញ្ហាខ្ញុំឬក៏ឯង